នឹងឲ្យសួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកតមេរៀនរបស់យើងតាក់ទងទៅនឹងមេរៀនទី3តាក់ទងទៅនឹងប្រព័ន្ធអង់ដូគ្រីនអូខេតោះយើងទៅវត្ថុបំណងរបស់យើងទាំងអស់គ្នាអញ្ចឹងវត្ថុបំណងរបស់យើងថ្ងៃហ្នឹងគឺទី1គឺកំណត់និយមន័យរបស់កពេញមានន័យថាកពេញជាអ្វីហើយកពេញចែកចេញជាប៉ុន្មានបែបអ្វីខ្លះហើយរាប់បែបនីមួយៗមានថាកពេញបែបនីមួយៗឲ្យបានចំនួន3ណាតើកពេញអង់ដូគ្រីនជាអ្វីផលិតផលរបស់កពេញអង់ដូគ្រីនជាអ្វីអេកសូគ្រីនជាអ្វីហើយនឹងផលិតផលរបស់កពេញអេកសូគ្រីនជាអ្វីបើយើងនិយាយខ្លីយើងត្រូវយល់ពីនិយមន័យកពេញអេកសូគ្រីនហើយអង់ដូគ្រីនហើយតើកពេញមួយហ្នឹងវាផលិតនៅផលិតផលអីខ្លះអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងមុននឹងយើងចាប់ផ្ដើមនេះគឺជាកពេញបញ្ចេញក្នុងដែលគេហៅថាអង់ដូគ្រីននិងអរម៉ូនមួយចំនួនរបស់កពេញអង់ដូគ្រីនអញ្ចឹងកពេញមួយចំនួនឧទាហរណ៍ដូចជាកពេញពីនីអាល់ប៉ុន្តែយើងអត់រៀនទេនៅក្នុងមេរៀនរបស់យើងណាក្នុងសភៅគោលរបស់យើងកពេញអ៊ីពូភីសយើងរៀនអ៊ីប៉ូតាឡាម៉ូសអាហ្នឹងក៏យើងរៀនដែរយើងធ្លាប់ជួបហើយកពេញទីរ៉ាអ៊ីតក៏យើងបានរៀនដែរកពេញប៉ារ៉ាទីរ៉ាអ៊ីតកពេញទីម៉ូសអានេះផលិតអរម៉ូនទីម៉ូស៊ីនណាលំពេងផលិតអាំងស៊េលីនហើយនឹងក្លុយកកុងកពេញលើតម្រងនោមអានឹងយើងចែកចេញជាពីរទៀតមានកពេញកតិចលើតម្រងនោមហើយនឹងកពេញខួរលើតម្រងនោមហើយអានឹងវាត្រូវផលិតអរម៉ូនទៀតប៉ុន្តែបើអ្នកនរគ្នាចង់ដឹងដូចជាកពេញកតិចលើតម្រងនោមផលិតអរម៉ូនកូទីសូលហើយនឹងអរម៉ូនអាល់ដូស្តេរ៉ូនហើយកពេញខួរលើតម្រងនោមផលិតអរម៉ូនអេពីនេព្រីនហើយណូអេពីនេព្រីនហើយអេពីនេព្រីនយើងអាចហៅឈ្មោះមួយទៀតគេហៅថាអាដ្រេណាលីនហើយអានេះពងស្វះផលិតអរម៉ូនតេស្តូស្តេរ៉ូនហើយនឹងអរម៉ូនបង្អាកជាដើមហើយអូវ៉ាផលិតអរម៉ូនពីរគឺអឺស្ត្រូហ្សែនហើយនឹងប្រូហ្សេស្តេរ៉ូនសុកតាមពិតអាហ្នឹងក៏ជាកពេញមួយដែរពេញអង់ដូគ្រីនប៉ុន្តែយើងអត់ជិះរាប់ទេអាហ្នឹងគឺក្នុងនេះមានថាសភៅគោលរបស់យើងអត់មានអូខេតោះយើងទៅទាំងអស់គ្នាចានេះកពេញទីរ៉ាអ៊ីតរៀងដូចមេអំបៅអញ្ចឹងកពេញទីរ៉ាអ៊ីតណាអូខេអានេះកពេញទីម៉ូសយើងនឹងទៅទាំងអស់គ្នាណានៅក្នុងរូបភាពមួយក្នុងមេរៀនរបស់យើងគេនឹង focus 3នៅក្នុងចំណុចមេរៀនហ្នឹងទី1គឺតើកពេញនឹងវាផលិតមានន័យថាកពេញអង់ដូគ្រីនហ្នឹងទីតាំងរបស់វានៅណាកពេញអង់ដូគ្រីនផលិតអរម៉ូនអ្វីខ្លះហើយតើអរម៉ូននីមួយវាមានតួនាទីអីណាអញ្ចឹងនៅពេលដែលអ្នកនរគ្នា focus អ្នកនរគ្នាយកចិត្តទុកដាក់នៅលើចំណុចមួយទៅគឺអ្នកនរគ្នានឹងអាចប្រឡងជាប់ឬក៏យើងអាចយល់ពីមេរៀននឹងគេនឹងនិយាយពីចំណុចហ្នឹងណាដូចគ្រូនិយាយអញ្ចឹងអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងយមន័យកពេញបាទគេហៅជាកោសិកាឬសរីរាង្គដែលកើតចេញពីកោសិកាអេពីតេយូមណាហើយវាមានឯកទេសកម្មឬក៏វាមានមុខងារឬក៏កពេញហ្នឹងវាមានតួនាទីបាទបញ្ចេញសារធាតុចាំបាច់អញ្ចឹងអ្នកនរគ្នាត្រូវចាំថាសារធាតុចាំបាច់ដែលកពេញបញ្ចេញគឺមាន2គឺជាអរម៉ូនហើយនឹងរស់រំលាហាសម្រាប់សត្វពីងកាយណាអាហ្នឹងអញ្ចឹងឬក៏វាមានមុខងារមានតួនាទីវាមានឯកទេសកម្មក្នុងការបញ្ចេញសារធាតុចាំបាច់អញ្ចឹងគូចង់បញ្ជាក់ថាកពេញណាដែលបញ្ចេញអរម៉ូនអានឹងកពេញអង់ដូគ្រីនហើយកាលណាកពេញណាដែលផលិតរស់រំលាហាឬក៏ពេលខ្លះយើងអាចបន្ថែមសំណល់ metabolis អាហ្នឹងគឺជាកពេញអេកសូគ្រីនអញ្ចឹងទៅអញ្ចឹងកពេញគេចែកចេញជា2កពេញអេកសូគ្រីនហើយនិងកពេញអង់ដូគ្រីនប៉ុន្តែកពេញដែលមានតែ2នៅពេលដែលកពេញណាដែលដើរតួនាទីជាអេកសូផងនិងអង់ដូផងគេឲ្យឈ្មោះថាជាកពេញចម្រុះដែលវាដើរតួនាទីជាអេកសូផងនិងដើរតួនាទីជាអង់ដូផងអញ្ចឹងកាលណាវាជាកពេញអេកសូគ្រីនវាមានកពេញអីខ្លះនៅក្នុងហ្នឹងអញ្ចឹងយើងអាចរាប់4 5អីចឹងទៅព្រោះក្នុងសំណួររបស់យើងឬគោលបំណងរបស់យើងគេឲ្យរាប់តែ3ឯងប៉ុន្តែមានដូចជាអ្នកនរគ្នាធ្លាប់រៀននៅស្បែកមានកពេញសេបូមហើយនិងកពេញញើសប៉ុន្តែបន្ទាប់មកយើងឃើញកពេញទឹកដោះគេហៅកពេញម៉មកពេញទឹកមាត់កពេញពោះវៀនតូចរបស់យើងជាដើមហើយដល់កពេញអង់ដូគ្រីនក៏វាមានច្រើនដែរដូចសំខាន់មានចំនួន10ណាប៉ុន្តែនេះយើងគ្រាន់តែរាប់ឲ្យបាន2 3អីចឹងទៅអញ្ចឹងកពេញអ៊ីពូភីសកពេញទីរ៉ាអ៊ីតអ្នកគ្នាអាចថែមប៉ារ៉ាទីរ៉ាអ៊ីតកពេញលើតម្រងនោមហើយនឹងកពេញអ៊ីប៉ូតាឡាម៉ូសអីជាដើមណាហើយដល់កពេញចម្រុះមានន័យថាជាកពេញដែលដើរតួនាទីជាអេកសូផងនិងកពេញដែលដើរតួនាទីជា
អង្គដូផងអញ្ចឹងដូចជាកពេញភេទមានន័យថាពងស្វាហើយនឹងអូវែគឺជា exo ក៏បានវាដើរតួនាទីជា exo ផងវាដើរតួនាទីជាអង្គដូផងហើយលំពេងក៏ដើរតួនាទីជា exo ផងនិងអង្គដូផងអានឹងយើងធ្លាប់ប្រឡងចេញបាក់ឌុបដែរគេសួរថាហេតុអីបានលំពេងជា exo ផងនិងជាអង្គដូផងអូខេតោះយើងទៅទាំងអស់គ្នាអញ្ចឹងគ្រូកន្លែងនេះអ្នកគ្នាគ្រាន់គ្រូចង់ឲ្យអ្នកគ្នាប្រៀបធៀបឯអ្នកគ្នាអាចយល់អញ្ចឹងណាអញ្ចឹងកាលណា exocrine អ្នកគ្នាប្រៀបធៀបមួយក្រុម K-pop នៅកូរ៉េនេះគេហៅថាក្រុម EXO អញ្ចឹងណាអញ្ចឹង EXO ធម្មតាអ្នកគ្នាដឹង EXO ក្រុមហ្នឹងគឺគាត់នៅកូរ៉េអញ្ចឹងទៅនៅក្រៅពីប្រទេសកម្ពុជាអញ្ចឹងកាលណានៅក្រៅពីប្រទេសកម្ពុជាអាហ្នឹងគេហៅថាកពេញបញ្ចេញក្រៅមានថានៅឆ្ងាយពីប្រទេសកម្ពុជាមិនមែនក្នុងប្រទេសកម្ពុជាអាហ្នឹងគេហៅថាexocrine ហើយជួនទៅ មានថាវានៅក្រៅគេហៅថាកពេញexocrine ណានេះខ្ញុំសេខុសតិចកពេញ exocrine បន្ទាប់មកគឺពេលណាយើងចង់ទៅកូរ៉េគឺយើងត្រូវមានប៉ាសពតអញ្ចឹងមានន័យថាយើងត្រូវនាំទៅអាប៉ាសពតហ្នឹងនាំយើងពីស្រុកខ្មែរទៅក្រៅអញ្ចឹងគ្រូបញ្ជាក់គ្រូធៀបថាវាមានបំពង់នាំប៉ុន្តែបើធម្មតានៃបច្ចេកទេសគេហៅ exo ក្រៅអង្គដូក្នុង exo ក្រៅអង្គដូក្នុងអញ្ចឹង exo ក៏ពេញបញ្ចេញក្រៅអង្គដូក៏ពេញបញ្ចេញក្នុងប៉ុន្តែបើអ្នកនរគ្នាអាចមិនចាំអ្នកនរគ្នាអាចធៀបអញ្ចឹងក៏បានដែរណាអាហ្នឹងជាទូទៅអញ្ចឹងឥឡូវយើងទៅទាំងអស់គ្នាអញ្ចឹងអ្នកគ្នាអាចមើលយមន័យរបស់កពេញអង្គដូគ្រីនទៅប៉ុន្តែគ្រូចង់បញ្យល់ពីរូបមួយតាក់ទងកពេញអេសូគ្រីនហើយនិងអង្គដូគ្រីនអញ្ចឹងអ្នកគ្នាក៏លេចមកមើលរូបនេះមួយអូខេខ្ញុំសុំគូតិចសិនអញ្ចឹងយើងមើលថារូបហ្នឹងតើមួយណាជាកពេញអេសូគ្រីននិងកពេញអង្គដូគ្រីនអ្នកគ្នាអាចឆ្លើយអត់ប្របាអ្នកគ្នាថាកហ្នឹងគឺជាកពេញអេសូគ្រីនហើយខហ្នឹងគឺជាកពេញអង្គដូគ្រីននេះប៉ុន្តែនៅពេលដែលអ្នកគ្នាមើលតើអ្នកគ្នាមើលមិនបានដឹងថាវាជា EXO ហើយនឹងអង្គដូដោយគេអត់ដាក់អក្សរអញ្ចឹងអ្នកគ្នាត្រូវយល់សិនអ្នកគ្នាត្រូវយល់ពាក្យថាកោសិកាកពេញចាកោសិកាកពេញហ្នឹងគឺជាគ្រាប់ទូចដេងរៀងដូចគ្រាប់ជីដែលគូអញ្ចឹងអាហ្នឹងគេហៅថាកោសិកាកពេញហើយអានេះក៏កោសិកាកពេញដែរបាទអានេះគឺកោសិកាកពេញហើយបន្ទាប់មកអ្នកគ្នាឃើញអក្សរសហ្នឹងអាហ្នឹងគឺជាសរសៃឈាមអាហ្នឹងគឺជាសរសៃឈាមគេហៅសរសៃបដូរឬសរសៃឈាមពោះសរសៃឈាមរបស់យើងមាន3ប្រភេទមានសរសៃវ៉ែនសរសៃអាក់ទែហើយនិងសរសៃបដូរអញ្ចឹងទៅណាអូខេអញ្ចឹងត្រឡប់មកវិញយើងមើលធ្វើម៉េចបានយើងដឹងថានឹងជាអេសូគ្រីនហើយនិងអង្គដូគ្រីនកពេញយើងមើលនេះដូចជាការតម្រៀបនៃកោសិការបស់កពេញអេសូគ្រីនបងអូនឃើញរៀបទៅកោសិកានឹងតម្រៀបទៅអូនកលេចមើលគូទៅបងអូនឃើញមាននៅចំកដាលហ្នឹងគឺជាថ្នាក់មួយគឺជាថង់មួយអាហ្នឹងគេឲ្យឈ្មោះថាបំពង់នាំអញ្ចឹងកាលណាអេសូគ្រីនវាមានបំពង់នាំវាមានថង់របស់វាអញ្ចឹងដូចជាញើសរបស់យើងអញ្ចឹងវាមានបំពង់នាំសម្រាប់នាំញើសមកក្រៅសារពាង្គកាយគឺជារុនញើសអញ្ចឹងកាលណាកពេញអេសូគ្រីនត្រូវតែវាមានបំពង់នាំសម្រាប់នាំផលិតផលរបស់វាអញ្ចឹងណាបាទទៅក្រៅសារពាង្គកាយឬទៅក្នុងលំហនៃសរីរាង្គខាងក្នុងហើយកាលណាកពេញអង្គដូគ្រីនអូនកលេចមកមើលការតម្រៀបនៃកោសិការបស់កពេញអង្គដូគ្រីនហ្នឹងគឺវាតម្រៀបគ្នារីប៉ាយវាតម្រៀបគ្នាអត់ដូចជាថ្នាក់អត់ដូចជាថង់ឯងបើយើងនិយាយខ្លីណាអញ្ចឹងមានន័យថាកពេញអង្គដូគ្រីនគឺគ្មានបំពង់នាំឬក៏គ្មានថង់ឬក៏គ្មានបំពង់សម្រាប់នាំផលិតផលរបស់វាប៉ុន្តែសួរថាចុះបើវាអត់មានបំពង់នាំតើវាដឹកនាំផលិតផលរបស់វាមិនបងឯងកលេចមកមើលគឺគេដាក់ថាចរន្តឈាមហូរចូលអញ្ចឹងនៅពេលដែលចរន្តឈាមហូរចូលបងឯងឃើញចេញទៅវិញគេថាចរន្តឈាមហូរចេញជាមួយការបញ្ចេញគេអរម៉ូនអញ្ចឹងបងឯងត្រូវចាំថាអង្គដូគ្រីនគឺគ្មានបំពង់នាំទេអញ្ចឹងអង្គដូគ្រីននៅពេលដែលវាគ្មានបំពង់នាំអញ្ចឹងមានន័យថាវានាំផលិតផលរបស់វាទៅក្រៅសារពាង្គមានន័យថាដឹកនាំផលិតផលវាដូចជាអរម៉ូនគឺត្រូវដឹកនាំទៅក្នុងចរន្តឈាមដោយផ្ទាល់អញ្ចឹងអាពាក្យដែលអង្គដូគ្រីនមានន័យថាវាផលិតអរម៉ូនហើយអរម៉ូនរបស់កពេញអង្គដូគ្រីនត្រូវបញ្ចេញទៅក្នុងចរន្តឈាមដោយផ្ទាល់អញ្ចឹងមានន័យថាអេសូមានបំពង់នាំអង្គដូគ្មានបំពង់នាំអីចឹងទៅតោះឥឡូវហ្នឹងអាហ្នឹងយើងមើលអញ្ចឹងអូខេតោះឥឡូវយើងទៅលើវិញយមន័យរបស់កពេញអង្គដូគ្រីនកពេញអង្គដូគ្រីនគឺជាកពេញបញ្ចេញក្នុងបញ្ចេញក្នុងយើងដឹងអេសូក្រៅអង្គដូក្នុងគ្មានបំពង់នាំអត់មានបំពង់នាំទេអញ្ចឹងវានាំផលិតផលរបស់វាគឺជាអរម៉ូន
từ khung chả rắn chiêm đại bờ nè ở đây thử chạm ta ca na cặp bình endocrine viết thử tai bật hormone chẳng hormone nó cứ thử tai bình chênh từ khung chả rắn chiêm ở đại bờ bộ đại sao vitamin bầm bông nòm chẳng bậtផលhormone ហ្នឹងមានដូចជា hormone insulin hormone លូតលាស់យើងឧទាហរណ៍2 3ឯងប៉ុន្តែនៅពេលអ្នកគ្នារៀនច្រើនទៀតអ្នកគ្នានឹងចេះ hormone កាន់តែច្រើនអញ្ចឹងគ្រាន់តែចំណុចចាប់ផ្ដើមគូដាក់តា insulin hormone លូតលាស់អ្នកគ្នាអាចទៀតកលុយការកង hormone parathyroid hormone thyroxine hormone calcitonin hormone លូតលាស់ prolactin melanxin stimulant thyrostimulant adrenocorticotrope ហើយនិង gonadostimulin អញ្ចឹងមាន hormone ច្រើនទៀតប៉ុន្តែគ្រាន់តែយើងដូចខ្ញុំនិយាយអញ្ចឹងយើងចាំពី3ដំបូងអញ្ចឹងទៅណាមកដល់ចំណុចបន្ទាប់ទៀតកពេញ exo អញ្ចឹងយើងដឹង exo គឺកពេញបញ្ចេញក្រៅវាមានបំពង់នាំអញ្ចឹងមានន័យថាវាហ្នឹងគឺ endocrine សំដៅ exocrine បញ្ចេញផលិតផលរបស់វាតាមបំពង់នាំដូចជាញើសអញ្ចឹងមានន័យថាយើងនាំចេញទៅក្រៅសពិងកាយតាមរយៈការបែកញើសអានឹងដូចកាកសំណល់មេតាបូលីសញើសយើងនាំទៅក្រៅឬពេលខ្លះទៅក្នុងលំហនៃសរីរាង្គដូចជាទឹកមាត់របស់យើងចូលក្នុងលំហនៃក្អមមាត់រស់រំលាយអាហាររបស់យើងនាំចូលទៅក្នុងលំហនៃសរីរាង្គដូចជាកាពះពោះវៀនតូចអីចឹងជាដើមហើយភាគច្រើនផលិតផលរបស់កពេញ exocrine គឺជារស់រំលាយអាហារប៉ុន្តែពេលខ្លះគឺមានសំណល់មេតាបូលីសដែរដូចជាញើសហើយរស់មានដូចជារស់កាពះរស់ពោះវៀនរស់លំពែងហើយជាដើមណាអូខេអញ្ចឹងអានេះតកតងយមន័យរបស់វាអញ្ចឹងអូខេអរគុណប៉ុណ្ណឹងអ្នកនរគ្នា